នៅល្ងាចហ្នឹងគឺខុសប្លែកពីរ៉ដងធ្លាប់តែឃើញខ្ញុំដើរញ៉ាំអីច្រើនកន្លែងប៉ុន្តែល្ងាចហ្នឹងគឺអត់ដូចរ៉ដងទេអញ្ចឹងមក spend slow day មើលល្ងាចជាមួយខ្ញុំទាំងអស់គ្នាហើយនៅល្ងាចហ្នឹងក៏ខ្ញុំអត់បានទៅឯណាឆ្ងាយដូចសាប់ដងដែរណាមួយគឺខ្ញុំខានមកមើលកុនយូផងអញ្ចឹងទៅក៏ខ្ញុំ check មើលនៅក្នុង app Legend ឃើញរឿងមីតការស្នងរូបហ្នឹងតំណងហើយបូកផ្សំនឹងឃើញគេ review ច្រើនផងសំខាន់ទោះក្នុងរឿងហ្នឹងបង David ទៀតណាហើយបើសិនជាសួរខ្ញុំថារឿងនឹងល្អមើលអត់ខ្ញុំសុំ rate ឲ្យ9លើ10ហើយពេលចេញពីមើលកុនហ្នឹងឲ្យបានទៅឯណាទេនេះមកមើលគេតាំងអីលក់នៅខាងក្រៅព្រោះអីក៏ខ្ញុំអាសាតនេនៅពេលល្ងាចអញ្ចឹងហើយបើខ្ញុំចេះតែស្វែងរកកន្លែងអីដែលថ្មីធ្វើអ្វីដែលថ្មីដើម្បីបង្កើតការ creative របស់ខ្ញុំហើយឥឡូវហ្នឹងការងារក៏មានការប្រកួតប្រជែងច្រើនជាងមុនមូលហេតុទាំងអស់នេះហើយបានខ្ញុំអត់ដែរនៅមួយកន្លែងបានខ្ញុំចេះតែរត់នឹកធ្វើនេះធ្វើនោះដើម្បីឲ្យមាន activity ធ្វើដើម្បីកុំឲ្យខ្លួនឯង stress នៅពេលល្ងាចឡើងអីនេះរត់ហាត់ប្រាណតាមនេះមកគឺថាតែជាក់ fresh ស្រស់ស្រាយហ្មងខ្ញុំនិយាយមែនរងអូតែនេះខ្ញុំនិយាយមែនតាំងពីជំនាន់អេសារ៉ាឲ្យមុនខ្ញុំកើតទៀតកន្លែងមួយនៅសៀមរាបដែលអ្នកទាំងអស់គ្នាអត់គួររំលងរូបគនូនៅចិត្តព្រះអង្គជ័យព្រះអង្គចររូបគនូហ្នឹងគេបង្ហាញអំពីការយើងមានសង្គ្រាមជាមួយអ្នកជិតខាងហើយពេលនៅចេញពីរូបគនូវិញក៏ខ្ញុំអត់បានតាណាទៀតទេគឺខ្ញុំចេញទៅយកម៉ូតូហើយខ្ញុំទៅផ្ទះអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀត